សួស្តីអ្នកទាំងអស់គ្នាតើអ្នកបាននិយាយពាក្យអភិបាលការសម្រេចចិត្តញឹកញាប់ឬចាប់ពីរឿងតូចដូចជាជ្រើសរើសមេនុយអាហារថ្ងៃត្រង់រហូតដល់ការសម្រេចចិត្តធំដូចជាផ្លាស់ប្ដូរការងារឬវិនិយោគយើងតែងតែយល់ថាភ័ន្តច្រឡំនៅចំពោះមុខជម្រើសច្រើនពេកសួរថាតើខ្ញុំត្រូវធ្វើអ្វីនៅក្នុងសម័យកាលនេះដែលអនាគតពោពេញដោយអង្គធាតុនិងពិបាករកមេដឹកនាំពិតដែលអាចទុកចិត្តនឹងតាមជីវិតរបស់យើងហាក់ដូចជាស្មុគស្មាញនិងពោពេញដោយការព្រួយបារម្ភមនុស្សនៅ2700ឆ្នាំមុនក៏ដូចគ្នាវាជាសម័យកាលមិនស្ថិតស្ថេរដែលជាតិនៅក្នុងគ្រោះថ្នាក់និងថ្ងៃស្អែកមើលមិនឃើញនៅពេលនោះព្រះបានស្រាប់តាមរយៈតាមដៃព្យាការីអេសាយាសញ្ញានឹងបញ្ជូនម្នាក់ដែលនឹងទទួលខុសត្រូវលើជីវិតរបស់ពួកគេបានយ៉ាងល្អបំផុតអេសាយា9:6ព្រោះមានកូនតូចមួយកើតមកសម្រាប់យើងមានព្រះបុត្រាមួយបានផ្ដល់ឲ្យយើងអំណាចនឹងដាក់លើស្មាខួងរបស់ទ្រង់និងព្រះគុណនាមរបស់ទ្រង់នឹងត្រូវហៅថាព្រះបន្ទូលអស្ចារ្យព្រះបន្ទូលដែលជាមេធាវីព្រះម្ចាស់ដែលមានអំណាចឪពុកដែលស្ថិតស្ថេរវោសេនាធិបតីនៃសន្តិភាពឈ្មោះទាំង5នេះសំខាន់ណាស់វាដូចជាការពិពណ៌នាទីទូដែលបង្ហាញថាដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងនៃជីវិតយើងយ៉ាងម៉េចនៅពេលដែលទ្រង់មកទ្រង់គឺជាអ្នកដែលដោះស្រាយបញ្ហាដែលគំនិតយើងមិនអាចដោះស្រាយបានបញ្ហាដែលជាប់គាំងនៃជីវិតដែលមិនមានចម្លើយទោះបីជាព្យាយាមប៉ុណ្ណាក៏ដោយដោយសមត្ថភាពដ៏អស្ចារ្យទ្រង់មកក្នុងនាមទីប្រឹក្សាកម្ពុជាផ្ដល់ចម្លើយដែលប្រាជ្ញាបំផុតនិងល្អបំផុតនៅគ្រប់ចំណុចប្រសពនៃការជ្រើសរើសនិងជាទីប្រឹក្សាជីវិតល្អបំផុតបង្ហាញផ្លូវច្បាស់នៅពេលយើងនាំក្តីព្រួយបារម្ភស្មុគស្មាញមករកទ្រង់លើសពីនេះទ្រង់គឺជាអ្នកសង្គ្រោះដែលមានសមត្ថភាពខ្លាំងដែលអនុញ្ញាតឲ្យយើងយកឈ្នះលើការលំបាកដែលយើងមិនអាចទ្រាំទ្របានដោយកម្លាំងខ្លួនឯងនិងបញ្ហាអារម្មណ៍ទោសនិងការឈឺចាប់ដែលចុចបិទយើងជាឪពុកដែលស្ថិតស្ថេរនៅក្នុងពិភពលោកដែលទំនាក់ទំនងងាយស្រួលផ្លាស់ប្ដូរនិងការបដិសេធកើតឡើងគ្រប់ទីកន្លែងទ្រង់ខ្លាចជាអ្នកការពារដែលគួរឲ្យទុកចិត្តបំផុតមើលថែយើងរហូតដល់ទីបញ្ចប់ដោយសេចក្តីស្រឡាញ់ដែលមិនខូចខាតនិងការទទួលខុសត្រូវដោយមិនចាក់ចេញពីយើងទេលើសពីនេះជាអ្នកគ្រប់គ្រងដែលនាំមកនៅសន្តិភាពពេញលេញទ្រង់លេចធ្លោលើក្តីព្រួយបារម្ភនងបេះដូងយើងចំលុះក្នុងគ្រួសារនិងភាពច្របូកច្របល់របស់ពិភពលោកដាំចាក់សន្តិភាពនិងសន្តិភាពពិតនៅក្នុងយើងការព្យាការដ៏អស្ចារ្យនេះបានសម្រេចនៅ2000ឆ្នាំមុនតាមរយៈកូនកំណើតយេស៊ូគ្រីស្ទយេស៊ូបានមកលើផែនដីនេះក្នុងនាមជាទីប្រឹក្សាដែលល្អបំផុតដែលអេសាយាបានព្យាការក្នុងជីវិតយើងតែងតែខ្វល់កម្ពុជាដល់ដំបូន្មានដែលល្អបំផុតកម្លាំងដែលគ្រប់គ្រាន់និងសេចក្តីស្រឡាញ់ដែលមិនផ្លាស់ប្ដូរយេស៊ូបានមកដើម្បីផ្ដល់ចម្លើយដល់ជីវិតដែលស្មុគស្មាញនិងពេញដោយការព្រួយបារម្ភរបស់យើងទាំងមូលគ្រីស្ទម៉ាស់គឺជាថ្ងៃដែលយើងចងចាំថាយេស៊ូគ្រីស្ទទីប្រឹក្សាដែលល្អបំផុតបានមកដល់កន្លែងទាបបំផុតដើម្បីអបតេក្តីព្រួយបារម្ភនិងការមិនស្រួលរបស់មនុស្សនីមួយនិងសង្គ្រោះយើងតើមានជម្រើសដែលប្រាជ្ញាជាងការប្រគល់ជីវិតរបស់អ្នកទៅដល់អ្នកដែលអាចទទួលខុសត្រូវដោយប្រាជ្ញាបំផុតកម្លាំងបំផុតនិងសេចក្តីស្រឡាញ់ដែលស្ថិតស្ថេរឬថ្ងៃនេះនៅក្នុងរដូវគ្រីស្ទម៉ាស់ដ៏រីករាយនេះខ្ញុំសូមសង្ឃឹមពីចិត្តពិតថាអ្នកនឹងអញ្ជើញយេស៊ូគ្រីស្ទទីប្រឹក្សាដែលល្អបំផុតជាព្រះនៃជីវិតរបស់អ្នកនឹងរីករាយជាមួយសន្តិភាពនិងសង្ឃឹមពិតដែលទ្រង់បានផ្ដល់